បរោះដែលមានបញ្ហាយូរជាងទៅកាមឬក៏ពិបាកដល់ចំណុចកំពូលគឺត្រូវបានគេមើលរំលងនៅថាបរោះដែលរួមភេទបានយូរគឺខ្លាំងតែផ្ទុយទៅវិញវាក៏ជាបញ្ហាចម្បងនៅក្នុងជីវិតផ្លូវភេទរបស់បរោះមួយចំនួនដែរភាសាអង់គ្លេសគេហៅថា delay ejaculation disorder ខ្ញុំនឹងណែនាំពីវិធីបឋមដែលបរោះគាត់អាចយកទៅអនុវត្តមុននឹងគាត់សម្រេចចិត្តទៅជួបពេទ្យឯកទេសសួស្តីចាស់ខ្ញុំអេលីដើម្បីដោះស្រាយបញ្ហាយើងត្រូវដឹងពីប្រភពនៃបញ្ហាជាមុនសិនអញ្ចឹងបញ្ហាពិបាកដល់ចំណុចកំពូលរបស់បរោះគឺកើតចេញពីកត្តាគឺកត្តារាងកាយហើយនិងកត្តាផ្លូវចិត្តកត្តារាងកាយចំណុចទី1ដោយសារតែបរោះហ្នឹងគឺគាត់អត់មានសុខភាពល្អគាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយហើយគាត់មិនមានរបបអាហារល្អជាហេតុធ្វើឲ្យរាងកាយគាត់ខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីផលិតទឹកកាចំណុចទី2គឺអាចដោយសារតែគាត់សម្រាប់ការដែលខ្លួនឯងច្រើនពេកជាហេតុនៅពេលដែលគាត់មានភេទជាមួយនឹងដៃគូគាត់គឺចំណាយពេលយូរចំណុចទី3គឺដោយសារតែគាត់មានអាយុច្រើនជាធម្មតាទេនៅពេលដែលយើងចាស់ទៅគឺសុខភាពរាងកាយរបស់យើងក៏រៀងចុះខ្សោយដែរចំណុចទី4គឺដោយសារតែគាត់ធ្លាប់ឆ្លងកាត់ការវះកាត់នៅលើអវយវៈភេទរបស់គាត់អញ្ចឹងបើសិនជាបងបរោះគាត់មានបញ្ហាយូរជាងទៅការឬក៏ពិបាកដល់ចំណុចកំពូលដោយសារតែកត្តារាងកាយរបស់គាត់ហ្នឹងណាថេបទី1គឺលំហាត់ប្រាណទៀងទាត់សំខាន់មែនតើមិនថាប្រុសមិនថាស្រីទេគឺតម្រូវឲ្យមានសកម្មភាពលំហាត់ប្រាណឲ្យបានទៀងទាត់មួយអាទិត្យ4ដងយ៉ាងហោចណាស់ហើយក្នុងមួយដងត្រូវចំណាយពេល20ទៅ30នាទីដើម្បីហាត់ប្រាណធ្វើអីក៏បានដែរឲ្យតែមានសកម្មភាពនៅលើរាងកាយយើងកុំឲ្យវាស្ពកការហាត់ប្រាណហ្នឹងមិនមែនធម្មតាជួយឲ្យយើងមានសុខភាពផ្លូវភេទល្អទេគឺវាជួយច្រើនមែនតើមកនិយាយទៅវាជួយឲ្យយើងរស់បានយូរអង្វែងហ្មងណាហើយមួយទៀតគឺយើងកាន់តែសង្ហាកាន់តែមានរាងកាយស្អាតគឺមានភាពតាក់ទាញមែនតើទី2គឺការមានរបបអាហារល្អយើងលើច្រើនដងមិនថាបញ្ហាអីក៏ដោយគឺត្រូវការឲ្យយើងមានរបបអាហារល្អទាំងអស់យើងលើច្រើនចឹងតែយើងមានធ្វើតាមអត់ការហូបស្អាតផឹកស្អាតគឺជួយឲ្យយើងមានសុខភាពល្អហើយរឹងមាំនៅពេលដែលយើងមានសុខភាពល្អចលនាឈាមរបស់យើងគឺវាមានលំហូរល្អគឺវាហូរទៅដល់លឹងរបស់យើងទៅវារឹងបានល្អចឹងណាហើយក៏យើងអាចរួមភេទបានយូរបានលឿនទៅតាមសុខភាពរបស់យើងទី3 pelvis exercise មានន័យថាគាត់ត្រូវការហ្វឹកហាត់សាច់ដុំអន្តរជាតិរបស់គាត់ណាគឺការខ្ចប់ពហុទឹកនោមមិនមែនមានថាពេលដែលយើងចង់គាត់ជើងមកយើងទៅខ្ចប់វាមិនមែនចឹងទេគឺមានថាអារម្មណ៍ហ្នឹងគឺវាបែបហ្នឹងខ្ចប់ឡើងក្នុងរយៈពេល1នាទី2នាទីឬក៏5នាទីចឹងទៅយើងធ្វើនៅពេលណាក៏បានដែរដើម្បីឲ្យវាតឹងណែននៅកន្លែងហ្នឹងវាងាយស្រួលក្នុងការឲ្យយើងយល់ថាតើយើង control ខ្លួនឯងរបៀបម៉េចនៅពេលដែលយើងចិត្តដល់ចំណុចកំពូលឬក៏មិនទាន់ចិត្តដល់ចំណុចកំពូលយើងចង់ធ្វើលំហាត់ប្រាណនៅកន្លែងណាក៏បានដែរពេលឈរពេលអង្គុយពេលគេងអីក៏បានដែរទី4ការប្រើប្រាស់ស្រោមអនាម័យ masculine purr ឬក៏ masculine sensitive masculine purr គឺជាស្រោមអនាម័យស្ដាំបំផុតហើយ masculine sensitive ហ្នឹងគឺវាជំនួយឲ្យយើងរួមភេទបានលឿនណាពេលខ្លះបើសិនជាបងប្អូនមានអារម្មណ៍ថាប្រើស្រោមអនាម័យទៅធុញទ្រាន់អាចផ្លាស់ប្ដូរជម្រើសបានអាចប្រើប្រភេទគ្រឿងប្រភេទផ្លែឈើឆ្លាស់គ្នាទៅវិញទៅមកអញ្ចឹងក៏ជំនួយដល់បទពិសោធន៍ការរួមភេទរបស់យើងដែរដែលជួយឲ្យឆាប់ដល់ចំណុចកំពូលការពារជំងឺកាំរោគការពារជំងឺអេដនិងការពារការមានផ្ទៃពោះផងដែរខ្ញុំសូមណែនាំបងប្អូនឲ្យប្រើប្រាស់ masculine ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ជាផលិតផលជំនួយផ្លូវភេទមានស្រោមអនាម័យនិងទឹករំអិលដែលបងប្អូនអាចរកជាវទិញបាននៅផ្សារទំនើបធំៗដូចជា Aeon Mall Chipmunk Supermarket និង Lucky Supermarket ឬក៏អាចចូលឆាតទៅ Facebook page Masculine Cambodia ដើម្បីទិញអនឡាញឬក៏ទៅឱសថស្ថាន Fair World ក៏បានដែរអរគុណច្រើនជម្រាបលាបាយបាយ